nhờ chồng ca mà nung mới tiền nè chồng ca mà nung mùi nè bột mùi quạt sợi chắc quạt trâu lụa ở lạc sơn ngọc ôn tham khla ô khla tham ban sấn thật là tinh chấn ăn trời tinh chấn ăn ai cũng này như là bún toan như là qua liên à giờ qua sao mình qua đó nó mùi dẹp đây bọ sao nè đây lắm kia trong cái thà lắc đây tung nó tay sạch thì tuổi Minh Phương luôn này dạ cứ vẽ vẽ hay cái hà đã được thải không lo em mà em khăn nó không còn nó còn được bài សូមគោរពជំរាបសួរបងប្អូនជាទីស្រឡាញ់ឥឡូវនេះយើងបានមកដល់តំបន់ព្រៃតាពាំងជាទូទៅតំបន់នេះគឺជាកន្លែងដែលគេដាំដុះដាំដំណាំផ្សេងៗជាពិសេសដំណាំហូបផ្លែជាច្រើនមុខមានដូចជាពោតសណ្តែកសៀងឪឡឹកត្រសក់ស្រូវម្ទេសផ្លោកត្រប់ពេញប៉ោះសណ្តែកខៀវព្រមជាមួយនឹងដំណាំហូបផ្លែជាច្រើនទៀតនាំចូលទីផ្សារបច្ចុប្បន្នរួមមានទាំងរាជធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗរដូវនេះគឺជារដូវដែលគេធ្វើត្រីឆ្អើរបន្ទាប់មកទៀតគឺចូលដល់រដូវធ្វើម្ទេសផ្លោកក្រៀមម្ដងអញ្ចឹងនៅពេលដែលចូលដល់រដូវធ្វើម្ទេសផ្លោកក្រៀមគឺបងប្អូននៅតាមខ្នងផ្ទះក៏តែងតែប្រមូលយកទៅធ្វើឲ្យបោះដុំទៅឲ្យម៉ូយរបស់គាត់នៅរាជធានីភ្នំពេញនិងបណ្ដាខេត្តដូចគ្នាហើយសម្រាប់វីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីសកម្មភាពនិងសង្វាក់ផលិតកម្មទាក់ទងនឹងការធ្វើត្រីឆ្អើររបស់អ្នកភូមិនៅជិតៗនេះដែរសិនជាបងប្អូនអាចឈៀងមកលេងនៅខេត្តកំពង់ឆ្នាំងបងប្អូនកុំភ្លេចចូលមកដល់កន្លែងទីតាំងតំបន់នេះជាពិសេសតំបន់ភូមិសាឆ្នាំងជាកន្លែងដែលធ្វើត្រីឆ្អើរនៅតាមខ្នងផ្ទះនីមួយៗពោពេញទៅដោយកម្មភាពមួយចិត្តរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះវិញទៀតបងប្អូនអាចខយគុណទេសភាពជាមួយនឹងចំការច្បារដំណាំនៅក្នុងតំបន់នេះមានដំណាំហូបផ្លែជាច្រើនបងប្អូនក៏អាចអញ្ជើញមកញ៉ាំឲ្យលឹកដោយផ្ទាល់ញ៉ាំពោតដុតពោតនៅកន្លែងចការគេនីមួយៗបានហើយបើសិនជាបងប្អូនចូលមកដល់ចការម្ទេសពេញប៉ោះត្រប់សណ្តែកសៀងសណ្តែកខៀវបងប្អូនអាចទិញខ្ចប់ថ្លឹងជាគីឡូយកទៅផ្ទះវិញបានក្នុងតម្លៃដើមមានន័យថាតម្លៃចេញពីចការផ្ទាល់តែម្ដងនេះគឺជាចការដំណាំហូបផ្លែរបស់មីងដែលជាម្ចាស់ចំការអលឹកដែលគាត់លក់អលឹកនៅតាមផ្លូវអនព្រៃតាពាំងនៅមុខកំពង់ចម្លយើងក៏សូមគាត់ដើម្បីមកលេងចការរបស់គាត់មានដំណាំជាច្រើនអញ្ចឹងចូលបងប្អូនចេញទស្សនាដូចតទៅពេលវាទុំទៅអញ្ចេះបងយកធ្វើផ្អែមមកផ្អែមស្ដេចខៀវស្ដេចអីងបងហ្នឹងដូចចឹងដល់ពេលវាចាស់ទៅគេស្ងោរញ៉ាំបានតែកុំញ៉ាំច្រើនពេកញ៉ាំច្រើនពេកជួយពោះឲ្យថោមធំល្អផ្អែមផ្អែមខ្លាំងធំប៉ុណ្ណឹងក៏នៅផ្អែមទុននោះអានោះលើធំជាងគេលើគេហ្នឹងហើយតូចមិនអាធំទេអូហ្នឹងហើយបងគេវះវាហើយគេហាមកខែមកនេះដែលគេបេះមកបងដាក់ទាំងបេមែនអាបាវអាបាវខៀវធំហ្នឹងណា ទុំហើយបានគាត់បេះហ្នឹង គឺវះវាឲ្យគេហាដាក់លើថែតោះអាហ្នឹងលោកបានធ្វើជាបាទកន្លែងវាហាស្ងួតដល់ណាបងទុំច្រើនណាស់នេះទឹកចាំទុំអី អូមានទុំបដាបដា នោះទុំហើយចិត្តក៏ប្រមូលផលចិត្តដែរ បន្ទាប់ពីយើងដើរបេះដំណាំព្រមជាមួយនឹងការភ្លក់នៅដំណាំហូបផ្លែជាច្រើននៅក្នុងចការរបស់មីងរួចមកយើងក៏ដើរសម្ដៅទៅរកចការអលឹកដែលគាត់កំពុងតែដាក់តូបលក់នៅមុខចការរបស់គាត់ផ្ទាល់និយាយពីរសជាតិវិញថាឆ្ងាញ់ស្រួយឆ្ងាប់ហ្មងហើយបើនិយាយពីផ្អែមដល់បេះដូងហ្មងណាអូនចេញទស្សនានៅទស្សនភាពនៅក្នុងចការអលឹករបស់គាត់ផ្ទាល់នេះតែម្ដងមានទស្សនភាពយ៉ាងណាដែរសូមចេញទស្សនាដូចតទៅបងអោបណែ អាហ្នឹងពេលវានៅទៅដូចជាមានតកៅខាងហ្នឹងឯងអាណាមានទៅណាអត់ tụi nó đọc nó trên mọi người lần lương có hôm lọ mỏ lương nè à lạc dân cắt mây mây mùi ra đi mây mây trong bị ruột chết bị ngay nha cắt hở ai mình lụa đàn năng mà ngay ơ môi mán mình môi mán cái này buôn con ổn là cái này dám con lụa ngay nữa nè đà nó có bay con ai cái này một con này trong tay ngày kia là lụa ngày là năng ai cho mình nó ở đây ngồi mà đặt hàng khô nó mà là ngon bây giờ ăn con ai con biết
Nè này phôm khum mấy kế mình bông nè nè này phôm khum mấy kế phải tập bèn phôm phải tập bèn hả នេះមិនភូមិនិយាយរួមទៅវាមិន តែហៅឈ្មោះចឹង ចាពួកអត់ទាន់មានជាប្រវត្តិនៅច្រើនវាតាជាចកាទៅទៅពាំងទៅអីចឹងទៅ បាទហើយមានបោះដុំនៅខាងណាខ្លះអត់ដើរបោះទៅណាក្មួយតាលក់តែហ្នឹងហ្មងចាលក់ឲ្យតាជាប្រវត្តិហូបហ្នឹងគេមកឃើញចឹងទៅគេទិញហូបទៅខ្លះគេទិញទៅលក់មួយថ្ងៃលក់បានប្រហែលប៉ុន្មានផ្លែចាមួយថ្ងៃយទូទៅបានប្រហែលប៉ុន្មានផ្លែបាទជាប់200ផ្លែ200ដែរណោះយើងថាតែប៉ុណ្្នឹងចាបាទហើយចកាអាចនឹងលើស200ផ្លែទាំងតូចទាំងធំហើយចកាហ្នឹងហ្មងបេះហ្នឹងចកាហ្នឹងបេះហ្នឹងលក់ហ្នឹងតែដូចចង់អស់ហ៎ចុះនៅក្រោយទៀតហ៎ច្រើនដើរទៅខាងនោះទៅនៅច្រើនចាហើយបើនិយាយពីតម្លៃវិញគឺមានតម្លៃចាប់ពី 1000 រៀល 2000 រៀល 3000 រៀល 4000 រៀល 5000 រៀលហើយក៏ពេលខ្លះក៏មានតម្លៃដល់ 6-7000 រៀលដែរហើយក្នុងមួយថ្ងៃគាត់លក់បានរហូតដល់ជិត200ផ្លែក៏អាចច្រើនជាងនេះទៅតាមម៉ួយគាត់មកយកចាំពេលតែមួយឬក៏ការកក់ទុកជាមុនជាពិសេសបងប្អូនដែលលក់តាមប្រទេសហើយនិងបងប្អូនដែលឆ្លងពីកោះមួយទៅកោះមួយដែលឆ្លាងឆ្លងមកគឺគាត់តែងតែទិញម្ដងទាំងបាវឬក៏តង់កឆេបើអ្នកខ្លះគាត់មានកន្ត្រកឬក៏គូតឡានក៏គាត់ដាក់នៅគូតឡានរបស់គាត់ផ្ទាល់ហ្មងហើយអ្នកខ្លះក៏គាត់មានរទេះគាត់ដាក់តាមប្រទេសរបស់គាត់មានទូចមានធំអញ្ចឹងទៅជាការជិត300ផ្លែអីនោះក្នុងមួយថ្ងៃអញ្ចឹងសូមបងប្អូនជួយទស្សនាបន្តទៀតនៅទស្សនវិជ្ជាផ្សេងតែមាននៅក្នុងទីនេះផ្ទាល់ហើយបើទីទៀតហ្នឹងគឺបងប្អូនដែលគាត់ជិះតាមផ្លូវហ្នឹងមានសិស្សសាលាបងប្អូនដែលគាត់ជិះតាមផ្លូវឆ្ងាយគាត់ហត់មានការនឿយហត់ក៏គាត់ចុះមកសម្ចតដើម្បីហូបផ្លែអាលឹកដើម្បីស្រស់ស្រូបដូចជំនួសទឹកផងដែរបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមឬក៏ចង់បញ្ជាទិញអីផ្សេងបងប្អូនអាច call តាមរយៈទូរស័ព្ទ 097 944 34 45ហើយនឹងទីតាំង Google Map ខ្ញុំនឹងដាក់នៅលើ caption ខាងលើដូច្នេះសូមអញ្ជើញបងប្អូនជួយទស្សនានៅសកម្មភាពផ្សេងដែលមាននៅក្នុងចការបស់មីងទាំងអស់គ្នានំលៀងកងត្រីនេះកំពុងដអីគេដែរអូធំណាស់បងប្អូនធំមែនតើនេះនឹងចកាទូមកទៀតស្ទាត់នេះផ្លែប៉ុណ្ណានេះនេះមកធំណាស់នោះមកធំមកដល់ដៅវាឡើងអានេះសតា6000ទេចាអាយូនឹងទៅណាមីងសាក់លើកមើលមីងសាក់លើកអូអូបាត់បែរមួយនេះគាត់បេះហើយគាត់យកទៅតាមដាក់លក់តែម្ដងទុំអស់ហើយអាហ្នឹងតម្លៃមួយហ្មងអានេះ5000នេះ5000ទាំងអស់តានេះចាជិលនេះបានតាម1000ព្រៃមកដល់ក៏បាត់ធំដល់បាត់អូហើយធំដល់វាចង់និយាយថាលឹកនេះទុំទាំងអស់តែសាច់វាស្រួយអានេះរើសមកមិញហ្នឹងយកមកមិញហ្នឹងហើយសក់ស្រូវលក់មិនដែរមីងដូចគ្នាសក់ស្រូវវាធំជាងខ្ញុំលក់10000ណាមិនសមខ្ញុំបាន2គ្រាប់ធំអានេះគឺសក់ស្រូវក៏សក់ស្រូវហ្នឹងសក់ស្រូវហ្នឹងចាហ្នឹងប៉ុណ្ណឹងមួយហ្មងអាហ្នឹងក៏តែ5000ណា5000ចាលឹកនេះ5000តែលឹកដែរតែចាអានោះ4000លឹកក៏5ទៅសក់ក៏5នេះ1000ទៅទូនេះ1000អានេះ1000នេះ2000នេះ3000 5000នេះចឹងទៅអានេះ1000ឧទិញអីតែអត់ទុយអត់ទិញយកហូបតែអាហ្នឹងយកឲ្យក្មេងៗបាទដាក់មក3យកឲ្យក្មេងៗថ្ងៃនេះបានម៉ូដែលដ៏ស្រស់ស្អាតឈរកាន់រលឹកនិងសសក់ស្រូវនិយាយពីក្លិនសសក់ស្រូវទាំងឈ្ងុយឈ្ងប់ហ្មងនឹងយើងមិនទាន់បានញ៉ាំហើយបើបានញ៉ាំវិញដាក់ជាមួយនឹងទឹកដោះគោខាប់ហើយដាក់ជាមួយទឹកកកបន្តិចហ្នឹងអូត្រជាក់ស្រួលហើយឆ្ងាញ់ទៀតបងប្អូនអាចទិញយកទៅសាកមើលទៅធ្វើសម្រាប់ជូនចាស់ៗនិងក្មេងៗអាចញ៉ាំទៅមានសុខភាពល្អផងដែរហើយបើសិនជាបងប្អូនបានអញ្ជើញមកលេងនៅខេត្តកំពង់ឆ្នាំងអាចឈៀងចូលមកលេងផ្សារឆ្នាំងតំបន់ភូមិផ្សារឆ្នាំងកន្លែងគេធ្វើត្រីឆ្អើរនិងម្ទេសផ្លោកក្រៀមបន្តមកទៀតបងប្អូនជិះហួរមកបន្តិចមកផ្លូវត្រង់ដដែលហ្នឹងគឺបងប្អូនអាចមកដល់តំបន់ព្រៃតាពាំងនេះហើយគឺជាតំបន់ដែលមានចកាជាច្រើនដូចតែខ្ញុំបាន
បានជម្រាបជូននៅខាងលើដែរនេះគឺគាត់ញាប់ដៃញាប់ជើងនៅពេលដែលភ្ញៀវគាត់ឆ្លងកាត់ឈប់សំចតដើម្បីរកអីញ៉ាំផ្អែមអញ្ចឹងពួកគាត់ក៏ដាក់អាឡឹកម្នាក់មួយដើម្បីញ៉ាំដើម្បីកុំឲ្យស្អាតកបាត់ស្រេចទឹកព្រោះនៅពេលដែលយើងធ្វើដំណើរឆ្ងាយហត់នឿយបោះអីផ្អែមធ្វើឲ្យយើងមានកម្លាំងឡើងវិញវាងភ្នែកធ្វើឲ្យបាត់ងុយដេកនិយាយទៅកន្លែងលក់របស់គាត់នេះនៅកែងកន្លែងកំពង់ចម្លងហ្មងអញ្ចឹងរាល់តែពេលអតិថិជនឬក៏ភ្ញៀវរបស់គាត់ក៏ដោយឬក៏ប្រជាពលរដ្ឋដែលឆ្លងកាត់ពីដរមួយទៅដរមួយក៏ឆ្លងកាត់កន្លែងគាត់ដែរអញ្ចឹងតែจะឃើញនៅការលក់លឹកនិងតស័កសៅរបស់គាត់នៅពេលដែលឃើញការលក់របស់គាត់ឬក៏មនុស្សអូអាឈប់សញ្ចតជ្រងច្រាងអញ្ចឹងមួយក៏ឈប់តគ្នាដើម្បីទិញដើម្បីបើកម្លាំងមុននឹងធ្វើដំណើរតទៅមុខទៀតខ្លះក៏ទិញទៅមុខខ្ចប់យកទៅផ្ទះហើយអ្នកខ្លះក៏ឲ្យគាត់ជួយចិត្តញ៉ាំនៅកន្លែងផ្ទាល់ក៏អាចបង្កើតនូវភាពស្រស់ស្រាយមួយបែបផងដែរដើរមកឃើញអាឡឹកបាទគាត់ស្រែកទឹកគាត់ចូលភ្លុកអាឡឹកសិនបងប្អូនផ្អែមអត់បងអែម អូបាទបាទអូបាទតំណងមែនតើនេះពុកមួយចំណិតចេញមកបាទអូបាទ បានបើជាលក់វិញឆ្ងាញ់ បាទអូបាទវ៉ាវកាច់មកឡនខុសមកវាស្រួយអាឡឹកនៅស្រួយបង បានពុះមកធំធ្វើឲ្យចិត្តទុកដៃកាត់ហ្នឹងហើយទុកកាត់ អូខេខ្ញុំសុំនេះស្រួលកាន់ញ៉ាំ តែអាឡឹករបស់គាត់នេះមានរសជាតិឈ្ងុយឆ្ងាញ់ហើយផ្អែមស្រួយហ្មងបើសិនជាយើងបានយកមកដល់ផ្ទះហើយត្រាំនៅក្នុងតកយើងយកមកញ៉ាំជាមួយត្រីងៀតអាឡឹកវិញគឺអូឆ្ងាញ់មែនតើឆ្ងាញ់ខ្លាំងហ្មងណាបងប្អូនហើយគាត់លក់មានមនោចេតនាច្រើនណាមានអាថែមផងមានអាឲ្យហូបផងមានអាទិញអាធំថែមអាទូចអូសប្បាយមួយយ៉ាងដែរតាអញ្ចឹងគាត់បង្កើតភាពស្និទ្ធស្នាលរវាងអ្នកលក់និងអ្នកទិញអញ្ចឹងមួយឲ្យតែឆ្លងកាត់ឬក៏ចង់ញ៉ាំអាឡឹកអីគឺជិះមកដល់កន្លែងទីតាំងគាត់ផ្ទាល់ហ្មងហើយគាត់តែខ្ញុំឈរមកប្រើនេះគឺមានអ្នកទិញហោហែហ្មងមានអ៊ំពូមីងបងប្រុសបងស្រីក្មួយប្រុសក្មួយស្រីក្មេងៗសិស្សសាលាអីគាត់ជីកកាត់ឬក៏ជីទៅផ្ទះគាត់អីនាំគ្នាឈប់សញ្ចតដើម្បីញ៉ាំម្នាក់មួយឬក៏ទិញមួយផ្លែពុះជា4ជា5នៅចំនួនមនុស្សដែលគាត់មកជាមួយគ្នានៅតំបន់នេះសម្បូរទៅដោយដំណាំហូបផ្លែជាច្រើនសម្បូរមែនតើនៅតាមបដោយមាត់ទន្លេនឹងបន្លែច្រើនមកចំការម្ទេសចំការត្រប់ចំការសណ្ដែកសម្បូរហ្មងបាទ ញ៉ាំចំការមនុស្សមួយទៀតនេះ មួយណាអត់មួយ ក៏ហមល្អហ្មង ណាមួយ ញ៉ាំទៅ ចែកគ្នាហូប ណែកាត់បងភ្លុក កាន់តែឲ្យអ្នកភ្លុកអ្នកកាន់ និយាយពួរលឹកក៏វា វាពុះទាញចិត្តតែឆាប់ទៅ វាស្រួយ ពេញផ្លែតញ៉ាំបានហ្មងឆ្ងាញ់ ក្រុមនេះមួយម៉ាន ពាន់អូនរើត ពាន់ ចាវាក្តៅទៅខ្ញុំតម្លាក់ឲ្យវាបាំងសិនទៅ មិនតម្លៃបែកក៏នេះគឺលោកហើយមិនទិញ4 5ណែហ្នឹង ដងដាក់កពីមុខចឹងក៏អត់បញ្ហាដែរដាក់ថងពីលើអត់មានភ័យឡើយអាឡឹកបែកទៀតស្រួលទៀត ចេញតាមមាត់នេះអាថងទៅមាត់ កទៅហមមាត់ អាចចយើងមិនចង់បង ដល់មាត់ហើយ ពីហ្នឹង បាទ អានេះទុយប៉ុណ្ណឹងមួយម៉ានពាន់ដែរ ឡើងចេះណាអានេះឬអាណាតូចមួយមកឲ្យ 5000 ពាន់ហ្មង ចានេះ3មកមើលតូចហ្មងបានហើយកុំយកធំពេកតែធំពេកតែ2000ពេញទៀតហ្នឹងអាហ្នឹងមកចឹងអាហ្នឹងក៏ឆ្ងាញ់ដែរបងអូននេះពូនេះហ្នឹងហើយដាក់មួយហ្នឹងហើយណាតូចមិញឲ្យព្រីខ្ញុំស្អីមកដល់នេះហើយ ដល់ចំការហើយ ថែមខ្លះហូបខ្លះ តាមបានច្រើនទៅល្អ អត់ទិញច្រើនថែមច្រើនណាមួយទិញទាំងអស់ហ្នឹងអាចថែមឲ្យមកឆេអីមែនតាអែមអត់អូន ផ្អែមតាខ្ញុំញ៉ាំផ្អែម អានេះចាស់ចិត្តហ្នឹងឯងថាខុសអីក៏មក មក អរគុណច្រើន ចាអរគុណអូន ដាក់ក្លាសេទៀតឆ្ងាញ់ហ្នឹង ឲ្យវាដុំហ្នឹងអស់ទាំងលឹកអស់ទាំងមុខឡើយរត់គាត់ជួបគាត់